ប្រាំងដៃបើសិនជាយើងចេះប្រើវាអាចជួយឲ្យប្រអប់លេខរបស់យើងប្រើបានយូរបងប្អូននេះប្រាំងដៃនេះអញ្ចឹងរបៀបនៃការប្រើបងប្អូនខ្លះក៏ដឹងហើយតែបងប្អូនខ្លះទៀតអត់ដឹងទេអ្នកខ្លះគឺក៏អត់ដែរប្រើសោះប្រាំងដៃតាមពិតជាទូទៅពេលដែលយើងដូរប្រេងម៉ាស៊ីនគឺយើងត្រូវតែត្រួតពិនិត្យមើលជាប្រចាំថាតើវាតឹងអត់កម្ពស់ប្រាំងដៃនេះវាតឹងអត់ឬក៏បងប្អូនដែលប្រើប្រាំងដៃអេឡិចត្រូនិកគួរតែពិនិត្យមើលដូចគ្នាប៉ុន្តែបើប្រាំងដៃនេះគឺគេគិតកម្មបងប្អូនបើសិនជាវាធូរពេកវាអត់ជាប់ល្អទេអញ្ចឹងអាហ្នឹងគឺយើងត្រូវរត់មើលជាប្រចាំសម្រាប់ពេលយើងយកទៅដូរប្រេងឲ្យជាងក៏ពិនិត្យមើលឲ្យទៅប្រាំងដៃហ្នឹងហើយរបៀបនៃការប្រើបងប្អូនខ្លះគាត់ប្រើអត់ត្រឹមត្រូវទេលក្ខណៈថាពេលដែលគាត់ឈប់ឡាននេះបងប្អូនគាត់រុញមកដាក់ពេហើយมันគាត់លើប្រាំងដៃអញ្ចឹងពេលដែលគាត់ធ្វើអញ្ចឹងបន្ទុករបស់ឡានគឺទៅជាប់នៅនឹងប្រអប់លេខនេះមិនមែនដោយសារប្រាំងដៃទេប្រាំងដៃនេះអត់មានប្រយោជន៍អីទាំងអស់ពេលដែលគាត់ធ្វើបែបហ្នឹងណាអញ្ចឹងការប្រើដែលត្រឹមត្រូវគឺឧទាហរណ៍ថាពេលដែលបងប្អូនបើកទៅមុខឥឡូវខ្ញុំដាក់លេខ P លេខ D ទៅមុខណាច្រឡំលេខ P បងប្អូនអញ្ចឹងពេលដែលយើងមកឈប់គឺយើងដាក់ N សិនយើងរុញទៅ N សិនកុំតន់រុញចូលដល់ P បន្ទាប់មកយើងលើកប្រាំងដៃនេះលើកប្រាំងដៃយើងកុំចុចទេបងប្អូនចាំមើលម្ដងទៀតណាពេលដែលលើកប្រាំងដៃយើងមិនបាច់ចុចទេយើងទាញយកតែម្ដងនេះទាញឲ្យវាលន់ចេះទាញអញ្ចឹងហើយបន្ទាប់មកចាំយើងរៀងប្រហើបជើងវាហ្វ្រាំងតិចមកយើងរុញចូលពេអញ្ចឹងធ្វើបែបហ្នឹងគឺបន្ទុករបស់ឡានយើងគឺនៅលើប្រាំងដៃមិនមែននៅលើប្រអប់លេខទេអញ្ចឹងវាជួយឲ្យប្រអប់លេខរបស់យើងប្រើបានយូរហើយដាក់លេខទៅងាយអុកអត់ងាយអីទេបងប្អូនអញ្ចឹងពេលដែលយើងមកវិញយើងដាក់លេខទៅមុខជាណាំមើលប្រអប់លេខបងប្អូនអត់ដាក់ទៅអត់លន់ផុសអីទេគឺដាក់មកគឺ smooth តែម្ដងនេះគឺបែបហ្នឹងហើយបន្ទាប់មកពេលដែលយើងដាក់លេខហើយចាំយើងទម្លាក់ប្រាំងដៃវិញហើយការទម្លាក់ប្រាំងដៃហ្នឹងបងប្អូនខ្លះជាពិសេសបងស្រីពេលដែលគាត់ទម្លាក់ប្រាំងដៃគាត់ព្យាយាមចុចចេះហើយគាត់ទម្លាក់ទៅក្រោមចេះអញ្ចឹងធ្វើអញ្ចឹងអត់កើតទេបងប្អូនតើតែបងទាញប្រាំងដៃប្រហើបឡើងតិចមកចាំបងចុចហើយទម្លាក់មកវិញគឺងាយស្រួលមែនតើនេះមើលពេលដែលយើងប្រហើបបន្តិចមកយើងចុចមកដាក់ទៅវិញកុំព្យាយាមចុចបែបនេះចុចអត់ទៅទេតើតែយើងប្រហើបមកបន្តិចយើងចុចមកបានទម្លាក់បានអញ្ចឹងពេលដែលយើងដាក់លេខទៅមុខនេះអូខេទៅក្រោយអូខេពេលដែលយើងចង់ឈប់ចង់ចតឡានយើងដាក់ N សិនដាក់ N ហើយយើងលើកប្រាំងដៃចឹងមកគ្រឿនចឹងមកបន្ទាប់មកយើងរុញចូលពេអាហ្នឹងគឺល្អគឺត្រឹមត្រូវតែម្ដងបងប្អូនហើយមួយទៀតពេលដែលយើងចតឡានពេលកន្លែង